បងប្អូនពេលខ្លះមិនថាយើងប្រកបរបរអ្វីឬក៏ធ្វើស្រែចម្ការចិញ្ចឹមសត្វទេរឿងសំខាន់គឺផ្លូវចិត្តត្រូវតែរឹងមាំបងប្អូនកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តព្រោះជីវិតវាប្រៀបដូចជាកង់រទេះចឹងបងប្អូនវាវិលជុំទៅមកពេលខ្លះក៏ជួបរឿងល្អពេលខ្លះក៏ជួបព្យុះភ្លៀងពេលខ្លះក៏ជួបរឿងអាក្រក់អញ្ចឹងអ្វីដែលសំខាន់គឺផ្លូវចិត្តបងប្អូនរឹងមាំឡើងកុំទន់ជ្រាយហើយកុំបោះបង់យើងត្រូវតែតស៊ូឲ្យកម្លាំងចិត្តខ្លួនឯងត្រូវតែរស់ហើយរស់នឹងទៀតសោតមិនមែនរស់ដើម្បីស៊ីមិនមែនរស់ដើម្បីអីទេគឺរស់ដើម្បីក្តីសង្ឃឹមអានេះហើយជាយមន័យដែលសំខាន់បំផុតមនុស្សម្នាក់មិនមែនរស់ដើម្បីរស់មិនមែនរស់ដើម្បីស៊ីទេបងប្អូនណាត្រូវចាំរស់ដើម្បីក្តីសង្ឃឹមអញ្ចឹងមនុស្សម្នាក់មិនថាធ្វើអ្វីប្រកបមុខរបរអ្វីក៏ដោយគឺគាត់តែងតែមានក្តីសង្ឃឹមនៅថ្ងៃមុខអញ្ចឹងសួរថាចុះបើជីវិតយើងបាត់បង់ទៅយើងបានអីសួរថាបានអីមកវិញអញ្ចឹងយើងត្រូវតែផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងកុំបាក់ទឹកចិត្តរស់ដើម្បីក្តីសង្ឃឹមនៅថ្ងៃណាមួយអ្វីដែលយើងសង្ឃឹមដែលដាក់គោលដៅសង្ឃឹមថាវានឹងជោគជ័យចុះបើយើងបោះបង់ចោលយើងចង់ទៅសម្លាប់ខ្លួនយើងមិននឹងបានឃើញលទ្ធផលដែលយើងខំប្រឹងប្រែងនៅថ្ងៃនេះទេបងប្អូនអញ្ចឹងបងប្អូនកុំត្រូវតែផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងត្រូវគិតត្រូវចងចាំក្នុងខ្លួនថាជីវិតមនុស្សវាតែងតែជួបព្យុះភ្លៀងហើយព្យុះភ្លៀងហើយវាតែងតែរាំងមកវិញបងប្អូនអញ្ចឹងវាជារឿងធម្មតាដោះដំណើរជីវិតរបស់មនុស្សយើងអ្វីដែលសង្ឃឹមគឺកុំបាក់ទឹក